ខ្ញុំប្រកាសណាខ្ញុំសូមបន្តនៅយុគព្រះអង្គតន់យុគព្រះអង្គតន់ឆ្នាំ1758ដល់ឆ្នាំ1775ព្រះអង្គតន់មានព្រះនាមក្នុងរាជថាព្រះបាទសម្ដេចព្រះរាជអង្គការព្រះនារីរាជាធិរាជរាមាធិបតីព្រះស្រីសូរិយោពណ៌បរមសុរេតព្រះអង្គតន់ឡើងគ្រងរាជ្យភ្លាមស្ដេចយួនអាណាមទទួលស្គាល់ផ្លែតម៉ែព្រះអង្គតន់ទ្រង់គ្រងរាជ្យភ្លាមយួនទទួលស្គាល់ភ្លាមបានជាយួនទទួលស្គាល់គ្រប់គ្រងដូច្នេះបានជាជាតិយួនទទួលស្គាល់គ្រប់គ្រងដូច្នេះទ្រង់ក៏កាត់ខេត្តខ្លះឲ្យទៅស្ដេចយួនអាណាមគាត់បន្តទៀតដូចជាខេត្តត្រាំងព្រះតាពាំងត្រាវិញស្រុកនៃខេត្តមួយចំនួនទៀតបន្ថែមលើពីនេះស្ដេចយួនក៏ទន្ទ្រានយកខេត្តផ្សេងទៀតដូចជាផ្សារដែកកោះតេងមាត់ជ្រូកជាដើមដោយសំអាងដោយសាងជាបន្ទាយទ័ពនិងហេដ្ឋាផ្សេងជាច្រើនផងដែរនៅឆ្នាំ1767ស្ដេចភូមាដែលបានវាយលុកជាសៀមជាយូរហើយនោះតាំងពីសម័យសុខោទ័យរហូតមកដល់អយុធ្យាហើយក៏ទ្រង់បានគ្រប់គ្រងនៅទីនោះមួយរយៈពញាតាយើងហៅថាស្ដេចតាក់ស៊ីនបានវាយដេញឲ្យចេញទៅវិញអស់នៅឆ្នាំ1768បានបញ្ជូនទូតមកចរចាជាមួយព្រះអង្គតន់រឿងទម្លាប់ដែលធ្លាប់ធ្វើមកកាលពីរាជកន្លងមកកាលពីរាជមុនកន្លងមកគឺឲ្យនគរខ្មែរនៅជាចំណុះនគរសៀមហើយលើកសុយសាក៏យកទៅថ្វាយស្ដេចសៀមតែព្រះអង្គតន់មិនព្រមព្រោះយល់ឃើញថាពញាតាក់ស៊ីននេះមិនមែនជាអំបូររបស់ក្សត្រទេពញាតាក់ស៊ីនទ្រង់ខឹងខ្លាំងណាស់ក៏លើកទ័ពមកវាយព្រះអង្គតន់តែត្រូវបរាជ័យលុះឆ្នាំ1771ទើបលើកមកម្ដងទៀតម្ដងនេះគឺទ្រង់ទ្រាយធំដោយមានទាំងជើងទឹកផងជើងគោកផងមកវាយសន្ធប់ខ្លាំងរហូតដល់វាំងដងប៉ុន្តែក្នុងការវាយនេះដោយមាននាំព្រះអង្គនុនមកជាមួយផងព្រះអង្គនុននេះគឺជាព្រះរាជបុត្ររបស់ព្រះអង្គស្ងួនដែលសគត់ទៅនោះណាបានព្រះអង្គនុនឯងមកធ្វើជាកូនអុកជាមួយនឹងខ្មែរទៀតណានាំព្រះអង្គនុនមកហើយសន្យាថានឹងវាយដណ្ដើមយករាជសម្បត្តិមកថ្វាយនឹងព្រះអង្គនុននេះឯងឯកសារព្រះរាជពង្សាវតារបានរៀបរាប់ថាសង្គ្រាមរវាងព្រះឧទ័យរាជនិងព្រះអង្គនុននេះដែលម្ខាងមានយួនបង្អែកនិងម្ខាងមានសៀមបង្អែកនេះជាតិខ្មែរស្លាប់អស់ច្រើនណាស់រលាស់មនុស្សគ្រប់ភូមិស្រុកទាំងអស់ម្យ៉ាងស្លាប់ដោយសង្គ្រាមម្យ៉ាងស្លាប់ដោយរោគអាសន្នរោគម្យ៉ាងស្លាប់ដោយទ័ពសៀមដែលគាយកគ្រួខ្មែរទៅដើម្បីជញ្ជូនទ្រព្យសម្បត្តិស្រុកវាភូមិទៅស្រុកវានោះនៅតាមស្រុកភូមិខេត្តខណ្ឌនីមួយមានតែដូនចាស់និងក្មេងតាក្មេងតូចតែប៉ុណ្ណោះក្រៅពីនោះអ្នកពេញវ័យឬគ្រួសារជាដើមត្រូវបានសៀមគាយកទៅដើម្បីជញ្ជូនទ្រព្យសម្បត្តិយកទៅស្រុកសៀមទាំងអស់ស្រុកភូមិមានសភាពស្ងាត់សងំ
ចំណែកឯយួនវិញគេក៏បញ្ជូនប្រជាជនគេមករស់នៅលើទឹកដីខ្មែរត្រង់ព្រះឃ្លាំងព្រះត្រពាំងត្រាវិញផ្សារដែកតាដេចកោះតេងគូឡៅយ៉ាងចៅដុកយ៉ាងច្រើនសន្ធឹកសន្ធាប់ព្រះអតីទ្រង់ឃើញសភាពដូច្នោះក៏បញ្ជូនព្រះញាតិម្នាក់ឈ្មោះកែវដួងលើកសួយសារក៏ជាច្រើនទៅចរចាជាមួយនឹងព្រះចៅតាក់ស៊ីនដើម្បីចងសម្ព័ន្ធភាពឡើងវិញកាលនោះទៀតសោតភូមិក៏បានវាយតបសៀមទៀតព្រះចៅតាក់ស៊ីនក៏ដកតបចេញសិនទុកតបខ្លះបន្តិចតួចដើម្បីការពារព្រះអង្គនុនប៉ុណ្ណោះហើយព្រះអង្គទ្រង់គង់នៅរាជវាំងភៈកោះចិនឯនោះទ្រង់បញ្ជាឲ្យអង្គយួនត្រឡប់ទៅស្រុកវិញហើយឆ្នាំ1775ព្រះអង្គក៏យាងមកគង់នៅឧដុង្គវិញដើម្បីបញ្ចប់ចំនួនគឺបានចាត់ឲ្យទៅយាងព្រះអង្គនុនមកក្រុងរាជបន្តបាទនៅវគ្គនេះគឺមានតែភាពខ្លោចផ្សាវេទនាតែម្ដងរវាងក្សត្រទាំងពីរអង្គនេះនិយាយគ្នាអត់និយាយទេសុខចិត្តឲ្យប្រជាជនមានការគេធ្វើបាបបើនិយាយទៅពីប្រទេសគៀបជុំគ្នាអត់មានផលចំណេញអីទេហើយព្រះអង្គនុននោះដែលសៀមបានចាប់មកធ្វើជាកូនអុកនោះក៏មិនចេះគេហៅថាបកត្រឡប់ឬដោះស្រាយបដល់ប្រទេសហើយក៏វាយបកវាយអីខ្លះអត់មានវិវេថែមហើយដូចជាគ្មានមើលឃើញអំពីភាពលំបាកវេទនាដែលមនុស្សទាំងប្រទេសរលាស់ស្លាប់អស់រហូតដល់ស្ងាត់ភូមិស្រុកសូនឈឹងទាំងទៅម្យ៉ាងស្លាប់ម្យ៉ាងអាគិគានោះហ្នឹងគេដឹកទ្រព្យសម្បត្តិដែលមានតម្លៃហ្នឹងក៏ស្លាប់ដែរព្រោះយើងជាឆ្លើយរបស់គេអញ្ចឹងវាអត់មានគេឲ្យនឹងទៅស្រួលបួលដើរស្រួលបួលទេគេអត់គិតទេគេដឹងថាស្លាប់ក៏យកទៅអាណាងាប់ក៏យកអាណារស់ក៏អាណាងាប់ក៏ចោលអាណារស់ក៏យកអាហ្នឹងអញ្ចឹងវេទនាខ្លាំងតែមែនតើរហូតដល់គ្រប់ភូមិស្រុកខេត្តខណ្ឌតាមតំបន់នីមួយស្ងាត់ជ្រងំអត់មានមនុស្សទេមានតែយាយចាស់តាចាស់ហើយនឹងក្មេងៗតូចនៅជាមួយញៀវអញ្ចឹងទៅអញ្ចឹងបានន័យថាភាពកំសត់វេទនារបស់រាជទាំងពីរដែលមួយខាងមានយួនជាបង្អែកនិងមួយខាងមានសៀមជាបង្អែកហ្នឹងនៅវគ្គនេះcòn làធ្ងន់ជាងវគ្គមុនទៅទៀតវគ្គមុននោះគ្រាន់ត្រឹមរៀងចំហខ្លះតែវគ្គនេះអត់មានចំហទេព្រះអង្គតន់នេះដូចជាខ្លាំងដែរប៉ុន្តែទីផុតរត់ទៅពឹងយួនបន្ទាប់ពីធ្វើតាមបណ្ដាំរបស់ព្រះអង្គតងកាត់ទឹកដីឲ្យយួនហើយតែយួនវាមានបានប្រឈប់ណាវានៅតែធ្វើដែរចូលមករហូតហើយដល់ពេលសៀមមកវិញបច្ចៅតាក់ស៊ីនមកមិនមកជានេះណាវាបានជោគជ័យហើយគៀខ្មែរយកទៅស្លាប់តាមផ្លូវរាប់មិនអស់ណាតែគ្រួសារមានបណ្ណាយកប៉ុណ្ណាគឺនិយាយរាប់ម៉ឺនរាប់សែនគ្រួសារគេស្លាប់តាមផ្លូវផងរស់ផងអញ្ចឹងទៅបានន័យថាសល់បណ្ណាយកប៉ុណ្ណឹងព្រះអង្គតានឃើញទុក្ខវេទនានិងភាពខ្លោចផ្សារបស់ប្រជារាស្ត្រយ៉ាងខ្លាំងក្លាមហិមាដូច្នេះក៏ទ្រង់ក៏យល់ឃើញថាមានតែចរចាឲ្យលើករាជទៅឲ្យព្រះអង្គនុនវិញទៅអូបើមានយូរណាស់ហើយនិយាយគ្នាតែប៉ុណ្ណឹងត្រូវបាត់តែចុងបញ្ចប់នៅតែមានអ្នកណាជួយយើងគេមានមកបណ្ឌិតបណ្ឌិលថែមណាចាំចប់យើងត្រូវគ្នាមកហើយនិយាយគ្នាទៅធូរបាត់អញ្ចឹងយើងទៅបន្តរាជរបស់ព្រះអង្គនុនបន្តទៀតបាទ